បងសួរថាការធ្វើមូលនិធិសង្គ្រោះជួយដល់កងទ័ពខ្មែរដូចជាជនភៀសសឹកនៅខ្មែរកណ្ដាលហ្នឹងតើខុសមាត្រាណារបស់យួនបាទនិយាយរួមទៅអត់មានខុសមាត្រាណាទេគ្រាន់តែថាគេចង់ចោទយើងចង់មួយបង្កាច់យើងទៅផ្លូវផ្សេងអញ្ចឹងណាបើយើងដូចជាថាការនោះគេអញ្ជើញបងអូនខ្ញុំឡើងឃុំក៏បងអូនបញ្ជាក់ដែរថាការធ្វើមូលនិធិបាទដើម្បីរកលុយកាក់ហ្នឹងជួយដល់បងប្អូនយើងជនភៀសសឹកនៅខ្មែរកណ្ដាលហ្នឹងក្នុងនាមជាមនុស្សជាតិដូចគ្នាបាទជាជនជាតិដូចគ្នាដែលមានការអាណិតអាសូរដល់បងប្អូនខ្មែរដែលកំពុងជួបទុក្ខលំបាកអញ្ចឹងទៅយើងជួយគ្នាទៅវិញទៅមកបាទដូចជាសង្គ្រាមនៅអឺរ៉ុបអីចឹងទៅនៅខាងកម្ពុជាឬក៏ដូចជាវៀតណាមអីចឹងក៏គេមានមូលនិធិជួយដល់អ្នកដែលជួបទុក្ខលំបាកបាទខាងសឹកសង្គ្រាមចំនួនប្រមាណ$10,000អីសម្រាប់តំណាងប្រទេសមួយអញ្ចឹងហើយយើងជាជនជាតិមួយដូចគ្នាយើងមានការអាណិតអាសូរដល់គ្នាយើងធ្វើមូលនិធិជួយគ្នាយើងអត់បានគិតរឿងអីផ្សេងទេប៉ុន្តែគេចោទយើងថាយើងនឹងហេតុអ្វីប្រមូលលុយកាក់ទៅជួយកងទ័ពអីចឹងគេថាយើងនឹងចូលដៃចូលជើងជាមួយកងទ័ពខ្មែរដើម្បីទៅទៅជាមួយថៃអីចឹងទៅជាមួយសៀមអីចឹងទៅណាហ្នឹងគេចោទយើងណាបាទអញ្ចឹងគេធ្វើទុកបុកម្នេញយើងហើយបាទតែចុងក្រោយយើងបញ្ជាក់ថាយើងគ្រាន់តែជាជនជាតិមួយដូចគ្នាខ្មែរក្រោមខ្មែរដាខ្មែរលើដូចគ្នាអញ្ចឹងយើងជួយគ្នាក្នុងគ្រាមានសង្គ្រាមក្នុងគ្រាមានលំបាកអាហ្នឹងគេចង់ចោទយើងបាទហើយដូចជាខ្មែរក្រោមអញ្ចឹងបើអ្នកណាហ៊ានប្រកាសខ្លួនគ្រប់គ្រងខ្មែរកណ្ដាលឬក៏ចង់ចូលជាកងទ័ពនៅខ្មែរកណ្ដាលដើម្បីទៅជួយវ័យសៀមវ័យថៃអីហ្នឹងគឺជាប់ទោសនៅប្រទេសវៀតណាមគេចោទយើងក្បត់ជាតិអញ្ចឹងបាទហ្នឹងហើយនិយាយរួមទៅយើងមិនខុសមាត្រាណាប៉ុន្តែបើគេចោទយើងគេចង់ចាប់យើងគឺមិនបាច់កិច្ចទេដោយសារតែយើងនៅក្នុងប្រទេសដែលគេមានការគ្រប់គ្រងរបស់គេអញ្ចឹងគេចង់ថាមិនយើងអញ្ចឹងហើយបើយើងប្រកែកមិនបើយើងនៅក្រោមការគ្រប់គ្រងរបស់គេក្រោមអាណានិគមគេប្រៀបដូចត្រីនៅក្នុងតកអញ្ចឹងបាទហ្នឹងហើយអរគុណ